ព្រឹកមួយមានស្រមោចក្រហមមួយក្បាលវាមានឈ្មោះថាតូ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 ស្រេកទឹកខ្លាំងណាស់វាបានទៅមាត់ទន្លេដើម្បីដងទឹកបរិភោគដោយសារតែអាកាសធាតុក្តៅខ្លាំងពេកធ្វើឲ្យតូតូផឹកទឹកអស់យ៉ាងច្រើនតូតូផឹកទឹកយ៉ាងសន្សឹមយឺតព្រមទាំងបណ្ដែតអារម្មណ៍ទៅតាមជំនោរនៃខ្យល់ទន្លេតូតូកំពុងតែញ៉ាំសុកស្រាប់តែមានខ្យល់គួចមួយយ៉ាងខ្លាំងបានបក់តូតូឲ្យធ្លាក់ចូលទៅក្នុងទឹកតូតូមិនចេះហែលទឹកទេវាខំទៅទះដៃទៅទះជើងព្រមទាំងខំស្រែកហៅឲ្យគេជួយវាជួយផងជួយខ្ញុំ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 ផងខ្ញុំមិនចេះហែលទឹកទេជាសំណាងល្អនៅខណៈនោះមានព្រាបសមួយក្បាលវាទុំលើមែកឈើក្បែរបឹងនោះវាឮសំឡេងតូតូស្រែកហៅរកជំនួយភ្លាមនោះព្រាបសបានបេះស្លឹកឈើមួយសន្លឹកដើម្បីទម្លាក់ឲ្យតូតូតោងតូតូឯងតោងស្លឹកឈើនេះមកឯងនឹងផុតពីគ្រោះថ្នាក់ហើយតូតូត្រេកអរខ្លាំងណាស់បន្ទាប់ពីវារួចផុតពីគ្រោះថ្នាក់តូតូបានអរគុណទៅបងព្រាបសអរគុណហើយបងព្រាបដែលបងបានជួយសង្គ្រោះជីវិតរបស់ខ្ញុំបើមិនជាគ្មានបងទេម្លេះពេលនេះខ្ញុំមិនអាចមានដង្ហើមដកនៅលើផែនដីនេះទៀតឡើយ2-3 ថ្ងៃក្រោយមកស្រាប់តែមានព្រានព្រៃម្នាក់គាត់មានបំណងចង់បាញ់ព្រាបសកំពុងតែយកព្រួញតម្រង់ព្រាបសខណៈនោះប្អូនស្រមោចក្រហមក៏បានក្រឡេកឃើញអីយ៉ាព្រាមនេះចង់បាញ់បងព្រាបសខ្ញុំត្រូវរកវិធីដើម្បីជួយគាត់សិនពោចប់តូតូបានខំប្រឹងវាយ៉ាងលឿនសម្ដៅទៅជើងព្រានព្រៃនោះតូតូបានខំមួយទំហឹងធ្វើឲ្យព្រានព្រៃឈឺចាប់យ៉ាងពន់ពេកហើយក៏បានរបូតព្រួញនោះចេញពីដៃបន្ទាប់ពីព្រាបសរួចផុតពីសេចក្តីស្លាប់វាបានមកជួបនឹងតូតូអរគុណហើយតូតូដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំមិនអីទេបងព្រាបថ្ងៃមុនបងក៏បានជួយសង្គ្រោះជីវិតរបស់ខ្ញុំដែរយើងរស់នៅក្នុងព្រៃដូចគ្នាត្រូវចេះជួយគ្នាទៅវិញទៅមកអញ្ចឹងហើយ